បាទអញ្ចឹងសម្រាប់ការប្រកួតរបស់យើងគូទី1គឺដូចជាវគ្គទី2រវាង Silvio Gaming ប៉ះគ្នាជាមួយនឹង Pro Esport អ្នកខ្លះបាទចឹងចូលមកលៀមជាមួយនឹង Detective គឺដូចជា Isu បន្តការ farm ប្រាស្គីទី1ធ្វើការចោះមកតែបងលេងបងវាយជាមួយនឹង Felix មុនគេ Felix អាចមានបញ្ហាដែរទេជាមួយនឹងការថប់មក skill ទី2ដកថយកាប់ចាំយកតែបង Force Floor បាត់ទៅលើ Detective ជាមួយនឹងការបោកបញ្ឆោតបាទចុំលេងភ្លេចខ្លួនអត់បាទគេចង់វាយមកតោះទៀតអើយមកនេះអេចង់ចាប់ Felix តិចហើយព្រោះដោយសារថាបាទអ្នករៀនចូលទៅដល់ Retribution បានទៅលើ Isu ក៏ដូចជា Free Total ទី1គឺបានទៅលើ Pro Esport អត់ទីទៅដល់ជាមួយនឹង Sing មាន Flicker ទេអត់មាន Flicker ជាមួយនឹងការផ្ដាច់យកតែម្ដងពីរបស់ Isu និយាយទៅធីមទាំងសងខាងសិតតែមានការបោកបញ្ឆោតដូចគ្នាបាទសាកាប់សាយកតែម្ដងប៉ុន្តែមាន Alti ក្រប់ជាមួយនឹងការបោកបាសជើងយកតែម្ដង Detective អត់មានបញ្ហាជាមួយនឹងការបោកបញ្ឆោតពិសាដូចគ្នាផ្ដាច់ជាមួយនឹងចាញ់ក៏បានមួយ Alti POP ចាប់ជាមួយនឹង Stun ប៉ុន្តែ Vadu នៅក្បែរហ្នឹងក្រាក់ទេយកតែម្ដងជាមួយនឹងការប្រើ Ultimate ពី Kusen អស់ Alti ដូចគ្នាប៉ុន្តែអស់ជាមួយនឹង Special Cover ជាមួយនឹង Kusen ផងដែរពី D7 ចូលមិញអីយ៉ា Shadow ចាំមានជាមួយនឹង Alti ដែរទេ PA ស៊ូបាក់អាទីជន់កត្រាក់យកតែម្ដងប៉ុន្តែមានការបោះជាមួយនឹង Shadow អស់អាទីវ៉ាឌូមួយនេះបានហើយផលទី2បាទអត់មាន Experience Land ទាំងសងខាងបាទប៉ុន្តែពីកំពុងធ្វើការបើក Element បាញ់អាទីបោះ Shadow ចំ Retribution មកទៅលើ Detective បោះ Ultimate យកតែម្ដងជាមួយនឹង Box CC Copy ជាមួយនឹងការលុកតាមួយពីវត្តមានរបស់សាអានេះមានបញ្ហាដែរទេ POP ក៏លោឈាមនៅគ្នាជាមួយនឹងការចាប់បោកវាយយកតែម្ដងពេលលេលោឈាមដកថយសេងធ្វើការដេញបាញ់ប៉ុន្តែ Detective មានការបាត់បង់យកតែម្ដងជាមួយនឹងការទូសរបស់ Fele ចុះទៅដល់ Vadu ធ្វើការបើកមែនជាមួយនឹងការបោះ Dexter ទៅវិញក្រៅShadow ចំជាមួយនឹងសេងបាត់ហើយពីអេស៊ូជាប់អាទីជាប់ពីរ៉ូពីវត្តមានរបស់វ៉ាឌូតែអត់នឹងដែរទេពីវត្តមានរបស់សាជាមួយនឹងការប្រាស្គីទី1ហត់ដាច់សាដល់តែបានយកតំណងពីវ៉ាឌូអត់ទាន់បញ្ហាអីទេវាយវ៉ាឌូមកចូលទេពីគូសែវាយមកចូលបើនឹងសិតមានស៊ីងចេញពីធីម5មួយណាមួយឥឡូវស៊ីងបច្ចុប្បន្នកាគាត់02អត់ទាន់ដាច់ទេអត់តែយកតែម្ដងប៉ុន្តែមកផាសេវបុកអាទី counter cover រអខ្លាំងមែនតែពី Box CC បុកស៊ីលឿនណាបងមិញបើសិនអត់បុកមិញដាច់អស់ពីបាត់សេងកៅអាតែពីនឹង mid lane មានការបោះ wall អត់ឲ្យចូលមករថេតជាមួយនឹងការមើលថថទេប៉ុន្តែ Isu នៅក្បែរហ្នឹង Retribution បាត់ទៅលើ Detective ជាមួយនឹងការកោរងលេងយកដល់តែ Isu នេះមានបញ្ហាដែរទេបុកបាច់ជើងពីរហើយរពិសាបុកប្រែជាមួយនឹង Copy ប៉ុន្តែ Box CC ចង់ទៅណាជាមួយនឹងការចាយ Flicker យកមកជាមួយនឹង Pele បុកឡោះជាមួយនឹង Sing បាត់ហើយជាមួយនឹងការបានមកឃើញទៅលើ Sing នេះគ្នា Pele វាយបន្ថែមទៀតជាមួយនឹងការបុកផ្ទុះសូលឡើងឈាមមកវិញប៉ុន្តែកាប់ច្រាំអត់ទៅទេកាប់ Pele មិនទៅទេធ្វើការដកថយបាដូបោះ wall ជាប់គ្នាឯឬក៏ណាជាមួយនឹងការចាប់ stand យកទៅដល់ជាមួយនឹងការជាប់អំពីរប៉ុន្តែមានការបដិចបាត់ហើយដល់មកគេចោលទៅលើ Box CC ចោលទៅដល់ Isu មកពីខាងក្រៅសោះបន្លាយគេនៅតែបន្លាយគេជាមួយនឹង Box CC ដែរជាមួយនឹងសាក៏មានការបាត់បង់ចោលទៅដល់ Kusen ធ្វើការបន្លាយជាមួយនឹង Detective បន្ថែមមកវិញដូចគ្នាផងដែរអូ Master ទាំងអស់ខ្ចាយមិញមានបញ្ហាជាមួយនឹង Kusen ចូលភ្លាមមកប្រើ White Team Fight ទៅយកដល់ទៅ2រោបាទបាំងហើបប្រាំគោឥឡូវធ្វើការបោកវាយយកដំឡងប៉ុន្តែសាយមានបញ្ហាដែរទេជាមួយនឹងការ copy RT ចូលទៅដល់បើកមកកាប់បានស្តាំពីរ៉ូជាមួយនឹងកាប់ដៃបានសាយយកដំឡងបោះវល់ជាប់មក Hero ពី Felix ប៉ុន្តែមានការផ្លោះលបងវងដែរពី Felix ធ្វើការដកថយបាត់បង់អស់ពិតនៅក្បែរនឹងបោះជាមួយនឹង Shadow មក Retrieve បានដែរទេ Retrieve បានទៅលើ Detective បានដែរប៉ុន្តែជាមួយនឹង D7 អាចលុកខ្លួនដែរទេជាមួយនឹង1 ទល់នឹង 5ចូលទៅដល់ក្រាស់ទេបោះ Just Stam មកពីរ៉ូពី Felix ប៉ុន្តែជាមួយនឹង D7 បាត់បង់បានដែរជាមួយនឹងការ Just Stam ទៅលើ Felix RT cover ពី Kusen អត់អាចវាយជាមួយនឹង Felix ទេប៉ុន្តែមិនដាច់ចំក្រោយជាមួយនឹងការ Lost Sky ពីសេងបោជួយនឹងការកោររងឃ្លាអត់ដាច់ទេពីជាមួយនឹងវត្តមានរបស់ Aso អស់ Shadow បានមកពីក្រៅជួបជាមួយនឹងសេងដាក់បុកគៀលបានឬមិនអត់តាន់បានទេMega Kill ចូលទៅលើសេង40ការយកជាមួយនឹង T3 នៅខាងផ្លូវបឋម Lamp ផងដែរពី Savio បញ្ហាទីបោះជាមួយនឹងការកំបោភ្លេចជាប់អំពីរ៉ូយកតាមដល់ពីវត្តមានរបស់សាចាប់ស្តាំអំពីរ៉ូពីវ៉ាឌូចូលដល់ការរកឃ្លាតែឈឺខាងតែពី Isu ធ្វើការផ្ដាច់ជាមួយនឹងពីបានមកឃ្លាផងដែរ Isu ឲ្យមានបញ្ហាទេជាមួយនឹងការយកដាក់មកឃ្លាពី Isu shut down ទៅលើសេងប៉ុន្តែសល់តែ last man standing យកតាមដល់ជាមួយនឹងការដាច់ wipe out ពី Savio Gaming នេះក្រុមក៏មកដល់ដែរហ្គេមអាចទៅចូលเกมមួយនេះបានឬក៏មិនបានពី Savio Gaming បន្តមកទៀតអត់មានជាមួយនឹង Sport ទេសានសរយៈពេល7 second បន្ថែមទៀតជាមួយនឹងការអស់មីនីឃ្លៀបុកវាយផ្ទះយកតាមដងពី Savio Gaming ក្នុងជ័យជំនះមួយនេះគឺបានទៅលើ Savio Gaming នៅក្នុងវគ្គទី2